ជំរាបសួរបងប្អូនដែលទស្សនានៅតាមបណ្ដាញ Facebook ទាំងអស់គ្នាបាទនេះគឺជាទេសភាពនៅតំបន់កោះរងសលឹមហើយនៅពេលនេះដែរពួកខ្ញុំបានធ្វើដំណើរមកកំសាន្តនៅទីនេះក៏បានជួបនៅរឿងមួយដែលពួកខ្ញុំបានធ្លាប់តែឮគេនិយាយតគ្នាថាមាននាគតែឥឡូវនេះគឺពួកខ្ញុំបានធ្វើដំណើរជួបប្រទះនឹងនាគពិតមែនប៉ុន្តែវាបានស្លាប់បាត់បង់ទៅហើយនៅសល់តែស្លាកស្នាមដែលបន្សល់នៅពេលនេះឯងបាទសូមទស្សនាទាំងអស់គ្នាហើយពេលនេះដែរគាត់កំពុងតែវិនិច្ឆ័យរកហេតុផលថានេះគឺជានាគពិតប្រាកដមែនឬអត់សូមថតស្ទិកណាពីលើដល់ខ្ញុំអត់ណាខ្ញុំគិតថានេះគឺជាស្លាបរបស់វានាគនេះគឺជានាគដែលមានស្លាបជាប្រភេទនាគមួយដែលវាអត់មាននៅក្នុងតំបន់របស់យើងហើយជាកាឡានេះក៏ជាកាឡានាគដែរដូចជាពុះវែកអញ្ចឹងកាឡាវាហើយខ្ញុំគិតថាកាលពីល្ងាចមិញមានភ្លៀងធំពីព្រឹកមិញហើយខ្ញុំគិតថាប្រហែលជាមានបញ្ហាខ្យល់គួចខ្លាំងឬក៏ភ្លៀងខ្លាំងទៅបណ្ដាលឲ្យវាបណ្ដាលមកដល់ច្រាំងទន្លេនេះហើយច្រាំងសមុទ្រមួយនេះនេះមានច្រាំងឯទន្លេមិនស្រួយច្រាំងបាទមើលបើតាមការទស្សនាមើលទៅគឺជាក់ស្ដែងគឺបានយើងសង្ស័យនៅវាជាវិជ្ជាពិតមែនដោយសារសត្វនេះវាមានរាងនេះគឺជាស្លាបរបស់វាស្លាបដល់ពេលខ្ញុំលើកមកគឺវាអាយ៉ាស់និយាយអស់ហើយអានោះមិនអត់ស្លាបវាបត់ចូលក្នុងvậyកាប់ទៅស្លាបវាគឺនៅជាប់ជាមួយនឹងជើងរបស់វាដៃរបស់វាច្រឡំជំទោះជាប់នឹងដៃទាំងពីររបស់វានេះតែដោយសារតែវាដាច់ចេញពីគ្នាឃើញឆ្កូមមុខជាក់ស្ដែងស្មើថ្មិញទីនោះអូមែនថ្មិញដូចមែនណាមិនអាចតែខ្លះគេអត់ជឿឆ្កូមខ្ញុំគិតថាវាជាកូននាគទេខ្ញុំវិញម៉ែវាអូវិញនេះពួកអាហ្នឹងដំណគេហៅដំណពូជសត្វហ្នឹងគេលែងឲ្យវាធំបើនិយាយពីធေါ်គេថាវាត្រូវផ្ដាសាបាននៅពេលនោះគេលែងឲ្យវាធំហីវាខ្លាញ់លោកច្រើនពេក